ពីបាលស្រុកឆែបបានចេញប័ណ្ណបញ្ជាដល់កងកម្លាំងបញ្ជាការឯកភាពស្រុងឲ្យចុះទៅបង្ក្រាបបទល្មើសព្រៃឈើនៅក្នុងភូមិមលូព្រៃឃុំមលូព្រៃស្រុកឆែបខេត្តព្រះវិហារស្រុកឆែបនាថ្ងៃទី2ខែមេសាឆ្នាំ2025លោកខិតសធិរាអភិបាលនៃគណៈអភិបាលស្រុកឆែបនាពេលថ្មីនេះបានដាក់ប័ណ្ណបញ្ជាយ៉ាងម៉ឺងម៉ាត់ទៅដល់គណៈបញ្ជាការឯកភាពស្រុងក្រោមកិច្ចដឹកនាំពីសំណាក់លោកលីងស៊ីមឡូនប្រធានការិយាល័យកសិកម្មធនធានធម្មជាតិដែលបានសហការជាមួយនឹងមន្ត្រីបរិស្ថាននិងមន្ត្រីរដ្ឋបាលព្រៃឈើជាច្រើនរូបបានចុះបង្ក្រាបកន្លែងស្តុកគំនរឈើផ្ចឹកមួយកន្លែងដែលពុំមានលិខិតអនុញ្ញាតដែលស្ថិតនៅក្នុងចំណែងភូមិមលូព្រៃឃុំមលូព្រៃស្រុកឆែបខេត្តព្រះវិហារនៅក្នុងកិច្ចសហប្រតិបត្តិការចុះបង្ក្រាបបទល្មើសព្រៃឈើនេះដែរកម្លាំងគណៈបញ្ជាការឯកភាពស្រុកឆែបបានធ្វើការដកហូតយកបានឈើផ្ចឹកចំនួន93សន្លឹកស្មើទៅនឹង2ម៉ែត្រគុណនឹង578យោងតាមការលើកឡើងរបស់លោកលីងស៊ីមឡូនប្រធានការិយាល័យកសិកម្មធនធានធម្មជាតិបានបញ្ជាក់ក្រោយពីកិច្ចប្រតិបត្តិការចុះទៅបង្ក្រាបគំនរឈើផ្ចឹងអត់ច្បាប់រួចមកបច្ចុប្បន្នវត្ថុតាងត្រូវបានដឹកជញ្ជូនយកទៅប្រគល់ជូនលោកគង់ប៊ុនហួននាយរងផ្នែករដ្ឋបាលព្រៃឈើស្រុកឆែបដើម្បីរក្សាទុកបណ្ដោះអាសន្នរងចាំការសម្រេចពីសមត្ថកិច្ចថ្នាក់លើចំណែកឯម្ចាស់ឈើកម្លាំងគណៈបញ្ជាការឯកភាពស្រុងកំពុងតែតាមរកម្ចាស់ឈើខាងលើដើម្បីយកមកដោះស្រាយគ្នាទៅតាមនីតិវិធីច្បាប់អត្ថបទដោយលោកអង្វាន់អង្គភាពគេហទំព័រប្រមាញ់ជីដែង TV News